អត់សារជាថ្មីម្ដងទៀតសូមគោរពនឹងជម្រាបសួរលោកគ្រូប្រធានមន្ត្រីអប់រំរាជធានីខេត្តទាំង20និងប្រធានការិយាល័យមធ្យមសិក្សាក៏ដូចជាប្រធានការិយាល័យបឋមសិក្សាលោកគ្រូដែលទទួលបន្ទុកផ្នែក ICT នៅក្នុងប្រព័ន្ធ Wikischool ទាំង20រាជធានីខេត្តអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមជូនពីរបៀបនៃការទាញយកនៅទម្រង់ Excel form ដើម្បីធ្វើការបញ្ចូលបន្ទុកបាទចូលមកក្នុងប្រព័ន្ធ Wikischool ឬក៏យើងហៅថា import បន្ទុកចូលមកក្នុងប្រព័ន្ធ Wikischool ហ្នឹងបាទអញ្ចឹងជាជំហានដំបូងលោកគ្រូចូលមកក្នុងប្រព័ន្ធបន្ទាប់មកយើងមើលមកខាងឆ្វេងដៃមកមានមុខងារជាច្រើនបាទអញ្ចឹងតើតើនឹងបន្ទុកយើងនិយាយពីបន្ទុកលោកគ្រូតើតើមួយបន្ទុកហើយអញ្ចឹងចុចលើប៊ូតុងបន្ទុកមកបាទអញ្ចឹងបន្តមកទៀតយើងធ្វើការជ្រើសរើសថ្នាក់មួយដែលយើងចង់ធ្វើការបញ្ចូលអញ្ចឹងឧទាហរណ៍ថាថ្នាក់មួយណាអញ្ចឹងជាក់ស្ដែងខ្ញុំសូមឧទាហរណ៍ថ្នាក់ទី7A នេះមានសិស្សបាទអញ្ចឹងខ្ញុំសូមជាជំហានដំបូងនៅពេលដែលយើងចូលមកដំបូងណាលោកគ្រូនៅខាងដើមនេះគឺលោកគ្រូធ្វើការជ្រើសរើសខែដែលលោកគ្រូចង់ធ្វើការបញ្ចូលបន្ទុកអញ្ចឹងឧទាហរណ៍ថាខ្ញុំជ្រើសរើសខែកញ្ញាបាទអញ្ចឹងបន្ទាប់ពីជ្រើសរើសខែកញ្ញារួចរាល់ហើយជាជំហានទី1លោកគ្រូត្រូវធ្វើការជ្រើសរើសមុខវិជ្ជាឲ្យត្រូវទៅតាមមុខវិជ្ជាដែលលោកគ្រូមានហើយមានន័យថាតារាងបន្ទុករបស់លោកគ្រូមានហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំសូមដោះ tick ចេញទាំងអស់ទៅដើម្បីងាយស្រួលថាយើងtick ឲ្យវាត្រូវទៅតាមលំដាប់អញ្ចឹងឧទាហរណ៍ថាចូលមកដំបូងលោកគ្រូឃើញផ្ទាំង tick ស្រាប់អញ្ចឹងជំហានទី1គឺខ្ញុំជ្រើសរើសផ្នែកមុខវិជ្ជាភាសាខ្មែរបាទសិលធម៌ពលរដ្ឋប្រវត្តិភូមិគណិតរូបគីមីជីវៈនេះផែនដីភាសាបរទេសនិងគេហៈអញ្ចឹងខ្ញុំយកប៉ុណ្ណេះមកដែលមានសន្ទុះប៉ុណ្ណេះអញ្ចឹងលោកគ្រូចុចបញ្ចូលបន្ទុកមកបន្តមកទៀតយើងធ្វើការទាញយកតារាងបន្ទុកនៅខាងលើនេះលោកគ្រូឃើញមាននេះគេដាក់ទាញយកតារាងបញ្ចូលបន្ទុកអញ្ចឹងចុចលើនឹងមកអញ្ចឹងនៅពេលដែលលោកគ្រូយើងចុចមកប្រកាសជាបានតារាងមួយនេះអញ្ចឹងចុច open តារាងនឹងមកនេះតារាងដែលខ្ញុំបានទាញយកមិញចុច edit បាទអញ្ចឹងដោយសារតែខែមួយហ្នឹងជាប់បន្ទុកមកស្រាប់អញ្ចឹងខ្ញុំលុបចេញសិនបាទនេះអញ្ចឹងយើងបានតារាងតទេឡតមកអញ្ចេះមួយបាទអត់មានអីទេក្នុងតារាងហ្នឹងគឺមានតែបញ្ជីឈ្មោះសិស្សទេបាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានសិស្សចំនួន36នាក់បាទអញ្ចឹងលោកគ្រូមើលមកឃើញមានមុខវិជ្ជាដែលយើងរត់ទៅតាមលំដាប់ត្រឹមត្រូវហើយអញ្ចឹងជាជំហានបន្ទាប់លោកគ្រូទៅធ្វើការបើកតារាងដែលយើងមានបន្ទុកឧទាហរណ៍ថានេះតារាងមួយនេះខ្ញុំមានតារាងមានបន្ទុកមួយនេះអញ្ចឹងយើងត្រូវការយកបន្ទុកចេញពីតារាងហ្នឹងមកអញ្ចឹងបាទលោកគ្រូទៅ copy បន្ទុកមកចេញពីតារាងហ្នឹងមកបាទទៅយកបន្ទុកហ្នឹងមកអញ្ចឹងខ្ញុំសូមទៅ copy បន្ទុកហ្នឹងបាទយើង Ctrl C មិនក៏ដោយយើង copy អត់ជាបញ្ហាទេបាទអញ្ចឹងនៅពេលដែលយើង copy ហើយមកដល់តារាងដែលយើងត្រូវបញ្ចូលនេះអញ្ចឹងលោកគ្រូចុចទៅលើផ្នែកខាងដើមនៃភាសាខ្មែរហើយយើងចុច right click នៅកន្លែងនេះយើងមានជាបាទ pass ជា value បាទឬក៏លោកគ្រូចង់ផាសចេះតែម្ដងអញ្ចឹងផាសមិនក៏បានដែរអត់ជាបញ្ហាទេលោកគ្រូផាសចូលមកបាទអញ្ចឹងនេះយើងបានចំនួនបន្ទុកមកហើយបាទអញ្ចឹងនៅក្នុងបន្ទុកនេះលោកគ្រូត្រូវត្រួតពិនិត្យមើលទៅលើចន្លោះមួយថាតើមានបន្ទុកណាលើសអត់ Hello យើង copy មកវាជាប់រូបមន្តអីផ្សេងមានបន្ទុកណាមួយដែលវាលើសពី maximum យើងនាំអត់ចូលអញ្ចឹងលោកគ្រូត្រូវត្រួតពិនិត្យតាមនឹងមកបន្ទាប់ពីត្រួតពិនិត្យឃើញថារួចរាល់ហើយអស់នេះលោកគ្រូចុចទៅលើ sheet ទី2មកមើលអញ្ចឹងឆ្នាំ2024-25ខែដែលយើងទាញយកមិញគឺប្រចាំខែកញ្ញាថ្នាក់ដែលយើងយកគឺថ្នាក់ទីបាទ 7A អញ្ចឹងខ្ញុំ copy ឈ្មោះថ្នាក់នេះមកបាទបន្ទាប់មកទៀតយើងធ្វើការ save file ហ្នឹងមកបាទខ្ញុំចុច save as បន្ទាប់មកទៀតខ្ញុំរើសទីតាំងដើម្បីខ្ញុំធ្វើការ save បាទខ្ញុំ browse ខ្ញុំរកទីតាំងដែលខ្ញុំចង់ទុកអញ្ចឹងខ្ញុំចុចទុកនៅលើ desktop ហើយខ្ញុំទុកនៅក្នុង download បាទអញ្ចឹងនៅកន្លែងនេះខ្ញុំដូរឈ្មោះវាមកខ្ញុំដាក់ថ្នាក់ទី 7A ហើយយើងធ្វើការបើសិនក្នុងករណីហ្នឹងលោកគ្រូថាអត់ទេខ្ញុំចង់បញ្ជាក់ខែមួយទៀតឲ្យចំណាំមកដាក់មកខែបាទខែកញ្ញាអញ្ចឹងមកហើយយើងធ្វើការ save ទៅអញ្ចឹងយើងបាន save យើងបាន copy បន្ទុកនឹងចូលមកហើយបន្តមកទៀតជំហានដំបូងជំហានបន្តគឺយើងធ្វើការចុចបិទ file ហ្នឹងទៅហើយយើងចូលមកក្នុងប្រព័ន្ធនេះប្រព័ន្ធរបស់យើងមិញណាលោកគ្រូដែលយើងចូលមកទាញយកតារាងអញ្ចឹងយើង refresh វាមួយទៅបាទអញ្ចឹងនៅពេលដែលយើង refresh លោកគ្រូត្រូវធ្វើការជ្រើសរើសឡើងវិញគឺមិញខែកញ្ញាដែលយើងចង់នាំបន្ទុកចូលហើយមានមុខវិជ្ជាទាំងអស់នេះអញ្ចឹងលោកគ្រូចុចមកចូលកន្លែងបញ្ចូលបន្ទុកបាទនេះបន្ទុកដែលវាជាប់មិញអត់បញ្ហាទេលុបវាចោលទៅ
បាទអញ្ចឹងឬក៏បើវានៅហ្នឹងក៏នៅទៅអត់ប៉ះពាល់អីទេយើងចុចនាំចូលបន្ទុកនឹងមកនេះលោកគ្រូចុចមិញទាញតារាងបន្តមកទៀតយើងឃើញប៊ូតុងនាំចូលបន្ទុកនៅកន្លែងខាងស្ដាំដៃនេះបាទកណ្ដាលហ្នឹងចុចទៅនឹងមកហើយយើងទៅចុចទៅលើឈ្មោះ file នេះដែលលោកគ្រូឃើញហើយនេះជាឈ្មោះ file ដែលយើងបានធ្វើការ save ទុកមិញអញ្ចឹងចុចលើ file ហ្នឹងហើយយើងចុច open ចឹងនៅពេលដែលយើងចុច open វានឹងធ្វើការទាញយកនៅបន្ទុកហ្នឹងដាក់ចូលទៅតាមឈ្មោះសិស្សមួយមួយអញ្ចឹងនេះមុនពេលដែលលោកគ្រូធ្វើការកណនីលោកគ្រូអូសមើលសិនមកនេះលោកគ្រូឃើញនៅខាងក្រោមហ្នឹងគឺឃើញមានប៊ូតុងមួយបញ្ជាក់ជូនលោកគ្រូថានេះបន្ទុកហ្នឹងចូលមកដល់នេះហើយអញ្ចឹងលោកគ្រូអូសមើលទៅគ្រប់នៅបាទបើគ្រប់ហើយយើងធ្វើការចុចប៊ូតុងរក្សាទុកអញ្ចឹងរក្សាទុកមកបាទអញ្ចឹងក្រោយពីយើងធ្វើការរក្សាទុកហើយលោកគ្រូចាំបន្តិចទៅវានឹងធ្វើការរក្សាទុកបូករួមជាមួយនឹងធ្វើការកណនានេះអញ្ចឹងមានន័យថាគេសួរយើងថាយើងចង់ទៅធ្វើការបញ្ចូលបន្ទុកយើងបានជោគជ័យហើយអញ្ចឹងតើយើងចង់ធ្វើការកណនាបន្ទុកអត់ក្នុងករណីហ្នឹងជាជំរើសបើសិនបើលោកគ្រូថាអត់ចង់ទេយើងចុចបិទមកហើយបើយើងចង់កណនាបន្ទុកយើងចុចប៊ូតុងកណនាទៅអញ្ចឹងនៅពេលដែលយើងចុចកណនាបន្ទុកវានឹងចូលមកដល់ផ្ទាំងមួយនេះវាធ្វើការកណនាជូនយើងហើយស្រេចបាទអញ្ចឹងណាលោកគ្រូអញ្ចឹងមកដល់កន្លែងនេះគេប្រាប់នេះស្ថានភាពយើងកាលពីខែ9ហ្នឹងថ្ងៃហ្នឹងយើងបានចុចមកមិញហ្នឹងហើយឈ្មោះម្នាក់នេះហើយស្ថានភាពប៉ុណ្ណេះប៉ុន្តែស្ថានភាពហ្នឹងអត់ត្រឹមត្រូវទេណាលោកគ្រូដោយសារអីលោកគ្រូត្រូវពិនិត្យឡើងវិញនេះដោយសារសន្ទុះបន្ទុកមុខវិជ្ជាយើងអត់ត្រូវទេអានេះជាការកណនាម៉ោងនេះអីហ្នឹងឃើញខុសគ្នាលោកគ្រូឃើញទេនេះខែ9ថ្ងៃ10ហើយឥឡូវយើងមកមើលថ្ងៃទី8ខែ10បាទថ្ងៃទី10បាទថ្ងៃទី8ខែ10បាទឃើញខុសគ្នាណាលោកគ្រូអញ្ចឹងយើងធ្វើការកណនាបន្ទុកឡើងវិញមកបាទចុចកណនាយើងបាទចាស់មកបាទអញ្ចឹងលោកគ្រូឃើញនេះបន្ទុកដែលយើងបានបញ្ចូលមិញចេញមកហើយអញ្ចឹងមកដល់ចុងក្រោយនៅត្រង់ចំណុចនេះលោកគ្រូឃើញហើយបន្ទុកសរុបចែកនឹងមធ្យមភាគប៉ុណ្ណេះបាទហើយយើងអាចសតមើលលេខ1លេខ2លេខ3លេខ4តាមនឹងមកបាទបន្តមកទៀតនេះលោកគ្រូឃើញមាននិទេស ABC ហើយបាទបន្ទាប់មកទៀតអ្វីដែលលោកគ្រូត្រូវធ្វើគឺយើងចេញផ្សាយបន្ទុកហ្នឹងទៅដើម្បីថាឥឡូវយើងអត់មានអីកែប្រែទេយើងចេញផ្សាយទៅបាទអញ្ចឹងជាការរួចរាល់ប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានការចែករំលែកជូនលោកគ្រូគឺរបៀបនៃការធ្វើ copy ទិន្នន័យបន្ទុកហ្នឹងចេញពីប្រព័ន្ធអីផ្សេងយកមកដាក់ចូលក្នុងទម្រង់ផុសWiki School យើងហើយយើងធ្វើការនាំចូលរហូតមកដល់ធ្វើការកណនានិងចេញផ្សាយបាទអញ្ចឹងខ្ញុំចែករំលែកវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេករណីលោកគ្រូមានសំណួរឬក៏ចម្ងល់អាចធ្វើការសាកសួរនៅក្នុងក្រុមរួមបានបាទសូមអរគុណនិងជម្រាបលា